ចាបងមួយវិញទៀតបងចំពោះអ្នកវិទ្យាសាស្ត្រភាគច្រើនគឺគេតែងតែលើករឿងជាមួយនឹងជីវវិទ្យាថាអូយទិញមិនទៅបានចាំហើយមើលមិនទៅបានដឹងតែយើងធៀមខ្លួនថាអូដឹងតែចេះហ្មងហើយដល់ថ្ងៃប្រឡងបាក់ឌុបហ្នឹងចាបងក៏ប៉ុន្តែជំរឿសដែលខ្ញុំចូលរកវិទ្យាសាស្ត្រហ្នឹងសឹងតែថាជាការដែលមិត្តភ័ក្ដិយើងប្រាប់បំពុះបំពល់ថាតើបានអេយកវិទ្យាសាស្ត្រចាបង បើឲ្យខ្ញុំទិញគឺខ្ញុំស្រឡាញ់ខ្មុកវិទ្យាទិញវិញជាងដោយសារយើងអ្នកដូចខ្ញុំប្រាប់បងដែរយើងអ្នកអានស្រាប់ចុះអានេះងាយស្រួលចាំហើយទៅពេលយើងអានសភៅទៅយើងប៉ះចាំថាត្រូវដើរឲ្យទាន់សម័យ technology មិនអញ្ចឹងទេនៅក្រោយគេអញ្ចឹងខ្ញុំ apply ការអានសភៅរបស់ខ្ញុំហ្នឹងជាមួយនឹងការរៀនរបស់ខ្ញុំផ្ទាល់ហ្មងដូចថាយើងមានទូរស័ព្ទទៅណាក៏ទូរស័ព្ទតាមខ្លួនដែរហើយមុនមកបើសភៅតាមខ្លួនយើងអត់ឃើញតែបើទូរស័ព្ទគឺដាក់តាមកប៉ៅរហូតហ្មងអញ្ចឹងគឺពេលដែលយើងអានមេរៀនជីវៈគឺវាមានតាមមេរៀនទី1ទី2តាមចម្ពោះអីចឹងទៅអញ្ចឹងវិធីសាស្ត្រដែលខ្ញុំធ្វើហ្នឹងភាគច្រើនគឺខ្ញុំអានវាចូលក្នុងទូរស័ព្ទអានវាទៅតាមមេរៀនខ្ញុំដាក់អានវាចាប់មកមេរៀនទី1ឈ្មោះមេរៀនរបស់វាចឹងទៅអញ្ចឹងពេលដែលជិះម៉ូតូភាគច្រើនយើងជិះម៉ូតូទៅរៀនឬក៏បងប្អូនជិះ PSF ជិះឡានអីទៅរៀនខ្លួនឯងហ្នឹងបើកវាស្ដាប់ហើយនិយាយថាតាមចឹងដូចបាត់ចម្រៀងចឹងនិយាយរហូតដល់អណ្ដាតខ្ញុំហ្នឹងគឺអាលាស់អានលឿនជាងការ record ហ្នឹងទៀតចឹងដល់ពេលដែលយើងសង្កត់ថាអានលឿនជាងការ record ហ្នឹងហើយបាទខ្ញុំមកអង្គុយមើលមេរៀនឲ្យហើយថាតើនេះគឺអាស្រ័យទៅលើបងប្អូនដែរតើគាត់ទន្ទិញមេរៀនឆាប់នៅពេលព្រឹកជាងឬក៏នៅពេលយប់ជាងបើសម្រាប់ខ្ញុំទិញពេលយប់អត់កើតទេបងអានចូលទី1មកចូលទី3ហើយដល់ពេលយប់អញ្ចឹងតើទន្ទិញពេលព្រឹកគឺអាចភ្នាក់ម៉ោង3ម៉ោង4ក៏នៅតែទន្ទិញកើតដែរតែបើឲ្យទិញពេលយប់អត់កើតសោះបងអានជួរទី1ទៅជួរទី5អីក៏មានដែរហើយសម័យរូបភាពអត់សម័យចេះជុំជីទុកគេអីអត់កើតបងចាសួស្តីទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Video Talk Unlock ជាមួយនឹង episode ថ្មីរដូវកាលទី1ក៏ដូចជា series ទី2ផងដែរហើយនៅថ្ងៃនេះដែរនេះខ្ញុំសុកសុជាតាគឺជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះហើយអ្វីដែលពិសេសនោះគឺជាធម្មតាយើងដឹងហើយថាដោយសារតែបន្តិចទៀតនេះគឺយើងនឹងមានការប្រឡងជាមួយនឹងបាក់ឌុបផ្សេងហើយបងប្អូនសិស្សានុសិស្សជាច្រើនដែលគាត់សួរនាំអំពីថាតើយើងគួរតែត្រៀមខ្លួនយ៉ាងណាខ្លះដើម្បីឲ្យទទួលបានជាមួយនឹងលទ្ធផលល្អនៅក្នុងការប្រឡងបាក់ឌុបហើយនៅថ្ងៃនេះផងដែរគឺប្រធានបទរបស់យើងគឺយើងនឹងនិយាយតាក់ទងអំពីគន្លឹះ3ឆ្នាំចុងក្រោយនៃវិទ្យាល័យដែលយើងអាចទទួលបានជាមួយនឹងនិទេស A ហើយម្យ៉ាងវិញទៀតនៅក្នុងថ្ងៃនេះយើងក៏មានវាគ្មិនកិត្តិយសរបស់យើងដែលគាត់បានអញ្ជើញចូលរួមគឺកញ្ញាលោកសុគន្ធលីសាហើយកុំឲ្យខាត់ពេលយូរជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាជម្រាបសួរបងអាចជួយណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងហើយមួយក៏ប្រវត្តិការសិក្សាបងខ្លះដើម្បីគាត់បានដឹងពីបងចាអញ្ចឹងជាដំបូងសូមគោរពជំរាបសួរទៅកាន់បងអ្នកសម្របសម្រួលមួយដែរហើយក៏ជំរាបសួរទៅកាន់បងប្អូនទាំងគ្នាដែលកំពុងតាមដានផងដែរនាងខ្ញុំមានឈ្មោះថាឡុងសុគន្ធលីសាហើយសប្តាហ៍ថ្ងៃនេះខ្ញុំគឺជានិស្សិតក៏ដូចជាទូតសុឆន្ទៈនៅសាកលវិទ្យាល័យធនធានមនុស្សផងដែរហើយក៏ជាអ្នកផលិតមាតិកាខាងផ្នែកអប់រំដែរប៉ុន្តែពីអតីតកាលនាងខ្ញុំក៏ជាអតីតសិស្សនិទេស A នៅវិទ្យាល័យហ៊ុនសែន8នៅក្នុងផងដែរចាអូខេបង background គួរឲ្យចាប់អារម្មណ៍តែដោយសារតែបងធ្លាប់ជាសិស្សនិទេស A ចង់សួរអញ្ចឹងបងពេលដែលបងរៀនទី12ហ្នឹងនិទេស A ប៉ុន្តែនៅក្នុងខាងវិទ្យាសាស្ត្រសង្គមឬមួយក៏វិទ្យាសាស្ត្រពិតខាងវិទ្យាសាស្ត្របងអូខេបងអញ្ចឹងសំណួររបស់យើងគឺយើងចង់ដឹងថាតើសិស្សទាំងអស់ហ្នឹងគឺគាត់គួរតែគិតចាប់ផ្ដើមថាគាត់ត្រូវជ្រើសរើសជាមួយនឹងវិទ្យាសាស្ត្រពិតឬមួយក៏វិទ្យាសាស្ត្រសង្គមហ្នឹងតាំងពីពេលណាមកចាបងអរគុណបងសម្រាប់សំណួរដែរប៉ុន្តែខ្ញុំគិតថាក៏ពិតទៅពេលដែលយើងរៀននៅវិទ្យាល័យមួយហ្មងគឺលោកគ្រូអ្នកគ្រូរបស់យើងគឺគាត់ប្រាប់យើងហើយតែយើងគួរជ្រើសរើសនៅពេលឆ្នាំថ្នាក់ទី10ឬក៏ថ្នាក់ទី11ឬថ្នាក់ទី12ប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់ហ្មងហើយខ្ញុំគិតថាប្រហែលជាបងប្អូនផ្សេងទៀតក៏ប្រហែលជាមានបទពិសោធន៍ដូចខ្ញុំដែរគឺលោកគ្រូអ្នកគ្រូគាត់ឲ្យជ្រើសរើសថាតើយើងត្រូវរៀនមុខជំនាញវិទ្យាសាស្ត្រឬក៏សង្គមហ្នឹងគឺនៅថ្នាក់ទី10ភាគច្រើនពេលដែលអាចថាទី10ឡើងទី11ឬក៏ទី11ឡើងទី12បងតែសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺជ្រើសរើសនៅពេលដែលខ្ញុំទី11ឡើងទី12បងចាហេតុអីក៏បងអាចដឹងថាខ្លួនឯងចូលចិត្តជាមួយនឹងវិទ្យាសាស្ត្រពិតជាងចាបងអាចនិយាយថាក៏ពិតពេលហ្នឹងមិត្តភ័ក្តិស្ដាប់គេច្រើនហើយអត់សូវដឹងប្រហែលទៅតទៅនឹងរឿងហ្នឹងទេមិត្តភ័ក្តិថាបែរចង់បានអេតចូលខាងវិទ្យាសាស្ត្រហើយចង់បានអេចូលខាងវិទ្យាសាស្ត្រអញ្ចឹងទៅក៏សម្រេចចិត្តថាចូលខាងវិទ្យាសាស្ត្រទាំងដែលអត់ដឹងថាស្ទើរសង្គមហ្នឹងមានមុខវិជ្ជាអីខ្លះផងដោយសារពេលហ្នឹងគឺដាក់គោលដៅថាចង់បានអេតាំងដើមទៅហ្មងអញ្ចឹងមិត្តភ័ក្តិនិយាយថាបើចង់បានអេទៅដាក់វិទ្យាសាស្ត្រទៅហ្មងបង Yes ហើយបានហេតុផលគឺជ្រើសរើសខាងផ្នែកវិទ្យាសាស្ត្រអញ្ចឹងមានន័យថាបងតាមមួយមិត្តភ័ក្តិតាមនិយាយទៅគឺពេលហ្នឹងអត់ដឹងថាតាំងវិទ្យាសាស្ត្រគេរៀនអីសង្គមគេរៀនអីគ្រាន់តែលឺមិត្តភ័ក្តិប្រាប់ថាថ្ងៃចង់បានអេទៅដាក់វិទ្យាសាស្ត្រទៅក៏សម្រេចចិត្តថាសញ្ញាគ្រីយកវិទ្យាសាស្ត្រហ្មងចាអូខេបងតើបងគិតថាមានវិធីសាស្ត្រអីដែល
ចង់ឲ្យពួកគាត់ជ្រើសរើសជាមួយនឹងមុខវិជ្ជាមិនថាវិទ្យាសាស្ត្រពិតឬមួយក៏វិទ្យាសាស្ត្រសង្គមឯឲ្យរបៀបថាអូខេតាមអ្វីដែលគាត់ពេញចិត្តតាមអ្វីដែលគាត់គិតថាគាត់ប្រកែទៅលើមុខវិជ្ជាមួយហ្នឹងណាតើបងមានវិធីសាស្ត្រអីខ្លះបងចា៎ ក៏ប៉ុន្តែដោយសារតែឥឡូវជានិស្សិតដែរ ចា៎ ចឹង បង ថាដឹងពីរឿងអតីតកាលហ្នឹងរៀងដឹងកាន់តែច្រើនជាងមុនបន្តិចចឹងបើអាចចែកម្លែកទៅកាន់បងប្អូនបានថាតើគាត់គួរជ្រើសរើសវិទ្យាសាស្ត្រឬក៏សង្គមហ្នឹងខ្ញុំគិតថាឲ្យបងប្អូនហ្នឹងគួរមានគោលដៅឲ្យច្បាស់នៅក្នុងខ្លួនសិនត្រូវដឹងថាតើពេលដែលខ្លួនឯងចប់វិទ្យាល័យទៅគាត់នឹងត្រូវរៀនមុខជំនាញអីដែរអាចថាបងប្អូនខ្លះចង់ខ្លាចជាពេទ្យបងប្អូនខ្លះទៀតចង់ខ្លាចជាគ្រូបរិញ្ញាបត្រហើយបងប្អូនខ្លះទៀតក៏រៀនខាងច្បាប់ឬក៏មានគោលដៅរៀនខ្លួនហ្មង ព្រោះតែនៅពេលដែលយើងដឹងថាខ្លួនឯងចង់រៀនមុខជំនាញអីហើយយើងអាចសម្រេចចិត្តបានថាតើមុខជំនាញដែលយើងរៀនហ្នឹងវាចូលខាងវិទ្យាសាស្ត្រឬក៏ចូលខាងសង្គមមួយវិញទៀតបងប្អូនត្រូវដឹងថាវិទ្យាសាស្ត្រហ្នឹងភាគច្រើនគឺតាក់ទងទៅនឹងការគិតលេខមានគណិតមានរូបមានគីមីមានជីវៈអីចឹងជាដើមប៉ុន្តែខាងផ្នែកសង្គមវិញគឺមានការទន្ទិញមេរៀនច្រើនជាងថាបងអញ្ចឹងបងប្អូនតើតដឹងខ្លួនឯងឲ្យច្បាស់ដែរថាតើមុខជំនាញខ្លួនឯងរៀនហ្នឹងវាតាក់ទងទៅនឹងអីឧទាហរណ៍ថាបើបងប្អូនគាត់មានគោលដៅថាគាត់ចង់ខ្លាចជាគ្រូពេទ្យ បើគាត់ចង់រៀនខាងពេទ្យអញ្ចឹងមានថាគាត់ត្រូវប្រឡងហើយប្រឡងចូលពេទ្យគឺត្រូវប្រឡងគណិតប្រឡងរូបប្រឡងគីមីប៉ុន្តែខាងសង្គមវិញគឺអត់សេពដល់ទៅលើខាងនឹងប្រហែលទេការពិតខាងមិនថាតែខាងវិទ្យាសាស្ត្រឬក៏សង្គមគឺមានតម្លៃស្មើគ្នាពេលសញ្ញាបត្រចេញមកខាងសង្គមក៏អាចបាន A ខាងវិទ្យាសាស្ត្រក៏អាចបាន A បានដែរតែសំខាន់អ្វីដែលយើងមើលឃើញហ្នឹងបើគាត់រៀនវិទ្យាសាស្ត្រពេលដែលយើងប្រឡងអាហារូបករណ៍អីគេអត់ដែរយកពលរដ្ឋអត់ដែរយកផែនដីអីមកប្រឡងទេគឺប្រឡងទេមិនថា scholarship នៅក្នុងប្រទេសឬក៏ក្រៅប្រទេសទេគឺត្រូវតែមានគណិតរូបគីមីឬក៏ជីវៈអី4ហ្នឹងអាចថាមានមួយក្នុងចំណោម4ហ្នឹងចឹងជាដើមអញ្ចឹងអាចធ្វើឲ្យខាងវិទ្យាសាស្ត្រហ្នឹងមានប្រៀបជាបន្តិចអាចនិយាយបានថាសិស្សដែលគាត់រៀនខាងវិទ្យាសាស្ត្រហ្នឹងគឺគាត់មានគ្រឹះតាំងពីដើមមកហ្មងណាប៉ុន្តែមិនមែននិយាយថាសង្គមអត់អាចចូលប្រឡងបានទេនៅតែចូលប្រឡងអាហារូបករណ៍បានដូចគ្នាឲ្យតែជាប់ការប្រឡងបាក់ឌុបហ្នឹងប៉ុន្តែអ្វីដែលសំខាន់គាត់ត្រូវទិញសៀវភៅយកមកត្រៀមខ្លួនឯងសៀវភៅត្រៀមប្រឡងអាហារូបករណ៍ទៅជប៉ុនឬក៏ទៅចិនទៅប្រទេសណាដែលគាត់ចង់ទៅដែរព្រោះអាចថាកន្លែងនេះគឺគេផ្ដោតសំខាន់ទៅលើការប្រឡងគិតលេខហ្នឹងឯងបើយើងចង់បានអាហារូបករណ៍ប៉ុន្តែបើមុខជំនាញផ្សេងទៀតយើងចង់អត់ដាក់អាហារូបករណ៍ទេគឺឲ្យតែមិនថាសង្គមឬក៏វិទ្យាសាស្ត្រគឺអាចដាក់បានដូចគ្នាបងហើយវាមានតម្លៃស្មើគ្នាដូចគ្នា អូខេបងខ្ញុំចាប់អារម្មណ៍មួយនៅពេលដែលបងថាបងជ្រើសរើសជាមួយនឹងវិទ្យាសាស្ត្រហ្នឹងទៅតាមមិត្តភ័ក្តិតែពេលហ្នឹងបងមានអារម្មណ៍ថាគិតថាអូខ្លួនឯងគិតខុសអីចឹងឬមួយក៏មើលទៅចង់ទៅរបៀបរៀបរែកចិត្តថាអូចង់ទៅសង្គមបន្តិចអីបន្តិចចឹងបងអូខេបងសួរថែមចេះឥឡូវខ្ញុំមានជាមួយចំណុចថែមទៀតនេះអូខេបងក៏ពិតបងប្អូនពេលដែលមុននឹងសម្រេចចិត្តហ្នឹងគួរតែដឹងខ្លួនឯងដែរថាខ្លួនឯងចូលចិត្តអីបើគាត់ឆ្លាញ់ខាងគិតលេខចូលអាខាងវិទ្យាសាស្ត្រហ្នឹងទៅប៉ុន្តែបើគាត់គិតថាអូខ្លួនឯងទន្ទិញបកាយជាងគឺចូលខាងសង្គមវិញក៏ពិតពេលហ្នឹងបើឲ្យខ្ញុំប្រៀបធៀបថាតើខ្ញុំចូលចិត្តខាងគិតលេខជាងឬក៏សង្គមជាងសង្ឃថាខ្ញុំចូលចិត្តអានច្រើនជាងព្រោះយើងអ្នកអានសភៅស្រាប់អ្នកចែករំលែកបទពិសោធន៍សង្ខេបសភៅតាំងពីដើមមកអញ្ចឹងណាបងអញ្ចឹងគឺយើងចូលចិត្តអានចូលចិត្តសង្ខេបនឹងស្រាប់ហ្មងអញ្ចឹងបើគិតទៅគឺសង្ឃថាសង្គមនឹងត្រូវជាមួយខ្ញុំជាងទៀតប៉ុន្តែយើងចង់បាន A តាមមកហ្មងព្រោះទៅដាក់ Google មួយថាខ្ញុំត្រូវតែយក A បាន10មកហ្មងបងព្រោះឃើញបងបាន9ចាបងបាច់សុំកាត់មួយបងបងគិតថាបើសិនជាបងយកវិទ្យាសាស្ត្រសង្គមហ្នឹងមិនបងគិតថាវាអាចបាន Aពេលហ្នឹងគឺអត់ដឹងអីសោះហ្មងបងយើងអាចថានៅក្មេងពេកណាគេនិយាយអីក៏ជឿគេដែរអត់បានគិតពិចារណាច្រើនទេមិត្តភក្តិថាហែងបើយកវិទ្យាសាស្ត្រទៅបើចង់បាន A យកវិទ្យាសាស្ត្រតែក៏ពិតយើងឃើញថាបច្ចុប្បន្ននេះសង្គមក៏បាន A ដែរបងហើយសង្ឃថាចង់ខ្លាំងជាងវិទ្យាសាស្ត្រទៀត A ឡើងមកជួរហ្មងឥឡូវឆ្នាំកែខ្លាំងបងប្អូនបកកាយខ្លាំងមែនតើសង្ឃថាសង្គមហើយវិទ្យាសាស្ត្រឥឡូវបាន A ដូចគ្នាលែងមានផ្នែកគំនិតថាអូតើយកវិទ្យាសាស្ត្រមិនបាន A អត់ទេសង្គមក៏អាចបាន A បានដែរហើយ A ឡើងមកជួរបងខ្ញុំ surprise ចាបងចាមួយវិញទៀតបងចំពោះដែលថាបើសិនជាគាត់គិតខុសទៅលើការជ្រើសរើសជាមួយនឹងមិនថាវិទ្យាសាស្ត្រសង្គមឬមួយក៏វិទ្យាសាស្ត្រពិតហើយគាត់ថាអូគាត់អាចនិយាយទៅមានការពិបាកសម្រាប់ខ្លួនគាត់នៅក្នុងការរៀនហ្នឹងតើវាអាចផ្ដល់នូវផលវិបាកអីគេខ្លះសម្រាប់គាត់ចាបងក៏ពិតទៅការជ្រើសរើសខុសនោះដូចដែលខ្ញុំបានលើកឡើងមិនដែរអញ្ចឹងសង្គមហើយវិទ្យាសាស្ត្រមានសញ្ញាបត្រតម្លៃស្មើគ្នាមានមួយណាតូចជាងមួយណាធំជាងអីទេប៉ុន្តែអ្វីដែលសំខាន់ឲ្យតែពេលរៀនហ្នឹងគាត់ប្រឹងឲ្យខ្លាំងដូចគ្នាទៅគាត់គង់តែទទួលបាននីតិ A ដូចគ្នាទេមិនមែនតតែវិទ្យាសាស្ត្រទៅបាន A ទេសង្គមអាចបាន A ដែរឲ្យតែយើងខិតខំប្រឹងប្រែងឲ្យខ្លាំងប៉ុន្តែយើងឃើញថាបញ្ហាប្រឈមមួយហ្នឹងពេលដែលយើងសម្រេចចិត្តដាក់ពាក្យប្រឡងអាហារូបករណ៍ណាមួយមុខវិជ្ជាដែលគេត្រូវប្រឡងបើបងប្អូនគាត់មានគោលដៅថាចង់ដាក់អាហារូបករណ៍មុខវិជ្ជាដែលគាត់ត្រូវប្រឡងមានគណិតរូបគីមីជីវៈដូចដែលខ្ញុំបានលើកឡើងមិញអញ្ចឹងបងអត់សូវមានខាងផែនដីឬក៏ពលរដ្ឋអីមកលើកឡើងទេហើយមិនថាតែមុខវិជ្ជាពេទ្យឬក៏មុខវិជ្ជាអគ្គិសនីអីទេសង្គមក៏ចូលរៀនបានសង្គមពេទ្យក៏ចូលរៀនបានដូចគ្នាដែរតែសំខាន់ប្រឡងពេលដែលប្រឡងគាត់អាចមានសមត្ថភាព
ទៅរួចអត់គាត់អាចទៅរួចបានដូចគ្នាតោះតែគាត់ទិញសភៅយកមកមើលបន្ថែមត្រៀមប្រឡងចូលពេទ្យឬក៏ប្រឡងហេតុឧបករណ៍អីចឹងដែរ អត់ហើយបងចុះ back then វិញណាពេលដល់ពេលហ្នឹងបងគាត់ថាបងដឹងពីខ្លួនឯងហើយជ្រើសរើសជាមួយនឹងវិទ្យាសាស្ត្រពិតហ្នឹងពីពេលណាបងពីថ្នាក់ទីប្រហែលដែរបង តាំងពីទី10ពេលដែលចប់ទី11ឡើងទី12បងពេលហ្នឹងគ្រូគាត់ចាប់ផ្ដើមយកក្រាស់មកហើយត្រូវសញ្ញេតែយើងចង់យកវិទ្យាសាស្ត្រឬក៏យកសង្គមអញ្ចឹងពេលហ្នឹងយើងអត់ដឹងថាណារៀនអីខ្លះណារៀនអីខ្លះដឹងតែចង់បាន A មកមុខគត់អញ្ចឹងគ្រូនិយាយថាបើចង់បានភាគរយដែរព្រោះយើងឃើញថាអ្នកដែលជាប់មុនភាគច្រើនក៏វិទ្យាសាស្ត្រច្រើនជាងដែរអញ្ចឹងក៏សម្រេចចិត្តថាអូខេត្រូវការ A អញ្ចឹងយកសញ្ញាយកសង្គម sorry សញ្ញាយកវិទ្យាសាស្ត្រហ្មងអត់គិតច្រើនថាពេលហ្នឹងអត់ថែមទាំងដឹងទេថាវិទ្យាសាស្ត្រមានន័យខ្លះសង្គមមានន័យខ្លះដឹងថាវិទ្យាសាស្ត្រហ្នឹងគឺតាក់ទងទៅនឹងការគិតលេខច្រើនសញ្ញាយកវិទ្យាសាស្ត្រហ្មងបង ចុះពេលវិទ្យាសាស្ត្រហ្នឹងបងមានគិតថា surprise អីអត់ពេលដែលថាចាប់យើងរៀនថាអូមានរូបគីមីជីវៈអីចឹងព្រោះអីបងថាបងអត់បានដឹងទេតែសញ្ញេទៅតែដឹងដែរបងដឹងថាតាក់ទងទៅនឹងការគិតលេខច្រើនចាបងជាពេលដែលចូលរៀនទៅដូចអត់មាន surprise ដែរអាចថាជាសិស្សមធ្យមនៅក្នុងថ្នាក់ដែរអញ្ចឹងវាអាចដំណើរការបានល្អបើយើងខិតខំប្រឹងប្រែងរៀនដែរបើយើងដាក់គោលដៅថាយក A តាំងទី10ទៅហ្នឹងបងដឹងតាំងពីហ្នឹងទៅអត់ទេបើបាន A ចឹងអត់មានខ្ញុំអត់គិតថាបែងមកជុំទេអូខេបងអញ្ចឹងចំពោះការដែលគាត់ចង់បាននិទេស A វិញអញ្ចឹងគូពេលដែលគាត់មុននឹងប្រឡងបាក់ឌុបហ្នឹងគាត់គួរតែត្រៀមខ្លួនមិនខ្លះសម្រាប់ការប្រឡងឆាប់នេះចឹងណាចាបងឥឡូវដូចជាសល់តែ3ខែទៀតចាចឹងអ្វីដែលបងប្អូនអាចត្រៀមខ្លួនបានមានតែខិតខំប្រឹងប្រែងរៀនឲ្យបានច្រើនតែបើតាមបទពិសោធន៍របស់ខ្ញុំហ្មងអ្វីដែលគាត់ត្រូវការទី1ហ្មងអត់មានអីខ្លាំងជាងការគិតទេបងអត់មានអីខ្លាំងជាងការគិតហ្មងក៏ប៉ុន្តែការគិតហ្នឹងរៀងពិបាកបន្តិចពេលដែលបងប្អូនគាត់ថាអូខ្ញុំត្រូវតែជាប់ទេ A ខ្ញុំត្រូវតែជាប់ព្រោះគាត់អាចលៀងខ្លួនថាតែមើលមេរៀនរបស់ខ្ញុំជាប់ទេ A ប្រហែលមិនកើតទៅចឹងគាត់ពិបាកក្នុងការគិតប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាត្រូវដឹងថាបើគ្រាន់តែការគិតគាត់អាចហ៊ានគិតផងតើធ្វើឲ្យគាត់អាចរបស់មកយករបស់នឹងបានចឹងដំបូងគេការគិតគឺសំខាន់ខ្លាំងមែនតើហើយគាត់ត្រូវគិតឲ្យខ្ពស់ហ្មងគឺត្រូវចាប់យក A នឹងឲ្យបានហ្មងថាខ្ញុំត្រូវជាប់ឬក៏ខ្ញុំត្រូវទួបាននីតិ A ហ្មងតែបើគាត់ពិបាកក្នុងការគិតហើយបើគិតអត់បានតើអាចយករបស់នឹងបានដោយរបៀបណាចឹងទីមួយត្រូវគិតហើយមួយទៀតកុំបំបែងគោលដៅពេលដែលខ្ញុំក៏ពិតពេលដែលឆ្នាំខ្ញុំប្រឡងហ្នឹង2021បងហើយបងនឹងស្រាប់ហើយ2020គឺឆ្នាំអូតូចាឆ្នាំអូតូអញ្ចឹងខ្ញុំរៀនបានក្នុងថ្នាក់ទៅប្រហែលខែទេទៅពេលបន្តមកអនឡាញសុទ្ធហ្មងកូវីដទៅបងចាកូវីដពេលអញ្ចឹងពេលដែលរៀនក្នុងថ្នាក់អូខេលេខ1ដល់លេខ5អីចឹងទៅអនឡាញវិញពិតចាប់ផ្ដើមមានគំនិតមួយថាចុះបើក្រសួងអត់ប្រឡងខ្ញុំរៀននឹងដើម្បីអីពីលេខ1ដល់លេខ5ហ្នឹងធ្លាក់មកលេខ20អូហើយទីខ្ញុំសួរខ្លួនឯងទៅថាចុះបើគ្រូប្រឡងតើខ្ញុំនឹងមានអីទៅប្រឡងចុះបើគ្រូអត់ប្រឡងខ្ញុំមិនរៀនទៅមិនខាតតែមានតែគំនិតល្អមួយនៅក្នុងខ្លួនវិញថាបើគ្រូអត់ប្រឡងទេat least ខ្ញុំយកអាហារខ្ញុំត្រូវប្រឡងដើម្បីយកអាហារូបករណ៍អញ្ចឹងពេលហ្នឹងយើងចាប់ដើមដាក់គោលដៅហើយអញ្ចឹងចំណុចទី2គឺមានគោលដៅហ្មងបងហាងបង្វែងគោលដៅខ្លួនឯងត្រូវដឹងថាហេតុអីបានជាខ្លួនឯងត្រូវទៅរៀនសួរខ្លួនឯងត្រូវឆ្លើយឲ្យបានសិនថាហេតុអីបានត្រូវទៅរៀនហេតុអីត្រូវទទួលបាននីតិ A ហើយហេតុអីបាននីតិ A សំខាន់សម្រាប់យើងចាអញ្ចឹងនេះគឺជាគោលដៅហ្មងបងមិនថាតើបងប្អូនចង់ទទួលបាននីតិ A ឬក៏នីតិអ្វីឲ្យតែនីតិល្អសម្រាប់ខ្លួនឯងប៉ុន្តែសូមរីកកំណត់ឲ្យបងប្អូនអាននីតិ A ហ្មងទៅអានេះពាក្យមួយដែលខ្ញុំតែងតែនិយាយថាបាញ់ធ្នូឲ្យខ្ពស់ទៅបើមិនបានបាញ់ឲ្យតម្រង់ទៅប្រច័នបើមិនបានប្រច័នក៏បានផ្កាយដែរតែបើតម្រង់ធ្វើផ្កាយបានតែឥន្ទ្រីឬក៏ដុំថ្មជាមិនខាននេះអញ្ចឹងបានន័យថាឲ្យគាត់សម័យខ្ពស់បើមិនអេនេះគាត់ធ្លាក់មកកម្មដែរប៉ុន្តែបើយើងពីអីចឹងដែរចាតែបើយើងគិតថាសុំធ្វើមកជាប់នេះអត់ប្រឹងឲ្យអស់ពីសមត្ថភាពប៉ុន្តែនៅពេលណាដែលយើងគិតថាអូខ្ញុំត្រូវយកអេចុះហេតុផលយើងហ្នឹងគឺគោលដៅរបស់យើងត្រូវឲ្យធំគ្រាន់តែលឺគោលដៅឬក៏លឺហេតុផលរបស់យើងឲ្យធ្វើឲ្យយើងខ្លាចហ្មងខ្ញុំខ្លាចហ្មងបងគាត់លឺឲ្យគឺដេកលក់អេព្រោះគិតថាចំតើសន្តិអេគេដេកចឹងមែនសន្តិអេគេមានពេលលេងហ្គេមចឹងមែនសន្តិអេគេមានពេលមើលរឿងចឹងមែនសួរខ្លួនឯងឲ្យបានដឹងថាអូអត់ស័ក្តិសមទេទៅអត់កើតទេអញ្ចឹងគឺគ្រាន់លឺវាហើយបើចង់បាន TA តើធ្វើសកម្មភាពដូចសន្តិ A អញ្ចឹងចាប់ដើមបដូរសកម្មភាពខ្លួនឯងចេញភ្លាមហ្មងបងអញ្ចឹងគឺធ្វើមិនឲ្យកោដដៅឬក៏ហេតុផលហ្នឹងគ្រាន់តែយើងអានវាឲ្យវាត្រូវបំភ័យយើងហ្មងបើវាអត់បំភ័យយើងទេយើងអាចធ្វើវាបានយើងបដោយតាមយថាកម្មពេកគឺចិត្តយើងចង់ទៅស្រួលរៀងកាយបើយើងចង់ទៅគេងទេដូចខ្ញុំនិយាយប្រាប់បងវិញអញ្ចឹងអនឡាញមើលរឿងរហូត24ម៉ោងហ្នឹងបើអត់មានម៉ាក់មកគោះទេកូននិយាយដល់ណាអត់ទេអត់មានទុកទូរស័ព្ទគឺអង្គុយមើលរឿងអញ្ចឹងហ្មងប៉ុន្តែដោយសារតែយើងដឹងថាបើយើងអត់
ប្រឡងទេ at least ក៏យើងត្រូវយកឲ្យ50កដែរហើយកោដៅដែល20ខ្ញុំនោះដោយសារខ្ញុំចង់បាន50ក ចាបង ខ្ញុំថាខ្ញុំដាក់កោដៅថា50ក៏ខ្ញុំអត់យក75ក៏អត់យកដែរត100%ចឹងហើយបានវា20ហ្មងណាព្រោះយើងដឹងថាបើមិនបាន A ទេគឺ100%ដឹងអត់បានយើងទេហើយបើយើងបាន A ដាក់ scholarship ទៅក៏ធ្វើឲ្យយើងមានអានុភាពជាងបេក្ខជនដទៃទៀតដែរលើកទឹកចិត្តខ្លួនឯងថងពាក្យនឹងតិចដែរចឹងទៅហើយចំណុចទី3ដែលសំខាន់ដែរហ្នឹងគឺការភាគដែរបងព្រោះការភាគក៏សំខាន់ដែរត្រូវមានការភាគប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំហើយសរុបលទ្ធផលដែរចឹងណាដូចយើងប្រឡងធម្មតាប្រចាំខែយើងមានបូកសរុបបន្ទុកដែរ ចា អញ្ចឹងពេលដែលយើងហ៊ានដាក់ការភាគរៀនហ្នឹងយើងក៏ត្រូវដឹងដែរថាការភាគដែលខ្ញុំប្រចាំខែហ្នឹងឬក៏ប្រចាំសប្តាហ៍ហ្នឹងត្រូវគិតសួរខ្លួនឯងឡើងវិញសរុបឡើងវិញថាការភាគដែលខ្ញុំធ្វើហ្នឹងបានធ្វើទៅតាមអ្វីដែលខ្ញុំបានសរសេរអត់ហើយឧទាហរណ៍ខ្ញុំសរសេរអញ្ចឹង100%តែខ្ញុំធ្វើបានប្រហែលភាគរយ50%ឬក៏ប៉ុណ្ណាអញ្ចឹងត្រូវកែប្រែឡើងវិញបើមានបញ្ហាអីកើតឡើងអូដូចជាសរសេរទៅខុសច្រើនចាប់ផ្ដើមកែប្រែការភាគនឹងឡើងវិញអញ្ចឹងណាបងការដែលខ្ញុំប្រឡងហ្នឹងខ្ញុំរៀន2ខែមុនបាក់ឌុបអញ្ចឹងខ្ញុំមានការភាគប្រចាំ2ខែចុងក្រោយនឹងហ្មងថាក្នុងខែនីមួយៗខ្ញុំត្រូវរៀនមុខវិជ្ជាណាខ្លះខ្ញុំត្រូវទន្ទិញមេរៀនណាខ្លះអញ្ចឹងគឺខ្ញុំដាក់ការភាគប្រចាំខែហើយបានមកចាំសប្តាហ៍ប្រចាំថ្ងៃទៅការភាគនេះដើម្បីធានាចិត្តខ្លួនឯងថាខ្ញុំបានមើលមេរៀនឲ្យអស់ហើយធំមួយអាទិត្យឬក៏2ថ្ងៃមុនបាក់ឌុប at least ហ្មងណា2ថ្ងៃមុនបាក់ឌុបគឺខ្ញុំត្រូវមើលមេរៀនឲ្យអស់ហើយទីបំផុតគឺការភាគនោះវាធ្វើឲ្យយើងធានាផ្លូវចិត្តថាអូខេខ្ញុំអាចយកទៅ A បានខ្ញុំស័ក្តិសមនឹងការទទួលបានវាដោយសារខ្ញុំបានត្រៀមផ្លូវចិត្តខ្ញុំខ្លួនឲ្យអស់ការភាគឲ្យអស់ដែរបងហើយចំណុចទី4ដែលសំខាន់ជាងគេហ្នឹងការអនុវត្តបើអត់មានការអនុវត្តទេគឺស្មើសូន្យហ្មងការភាគដែលខំប្រឹងសរសេរហ្នឹងគឺពិបាកក្នុងការសរសេរការភាគប៉ុន្តែសូមកុំឲ្យវាជាបងប្អូនទាំងអស់គ្នាព្រោះការភាគគឺសរសេរពិបាកជាអាថ្ងៃបើយើងអត់ដែរសរសេរទេការភាគប្រចាំថ្ងៃហ្នឹងពិបាកមួយហើយប៉ុន្តែនៅពេលដែលយើងសរសេរការភាគប្រចាំខែហើយចាំមកប្រចាំសប្តាហ៍ហើយចាំមកប្រចាំថ្ងៃវិញវាស្រួលតែប្រចាំខែនោះអានឹងពិបាកជាងគេហើយព្រោះត្រូវប្រមូលសភៅទាំងអស់មេរៀនទាំងអស់វីដេអូដែលយើងធ្លាប់មើលទាំងអស់ហ្នឹងយកមកដាក់មុខយើងហ្មងហើយត្រូវគិតថាមួយខែហ្នឹងអាចទិញបានប៉ុន្មានមេរៀនត្រូវមើលប្រហែលមេរៀនអីចឹងទៅអញ្ចឹងការអនុវត្តក៏សំខាន់ដែរចំណុចចុងក្រោយគេទី5នេះគឺសុខភាពសំខាន់ជាងគេដោយសារត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ត្រូវគេងឲ្យបានគ្រប់គ្រាន់ហើយញ៉ាំអាហារដែលមានជីវជាតិដែរក៏ប៉ុន្តែការហាត់ប្រាណ at least 5 ដល់10នាទីក្នុងមួយថ្ងៃគឺអត់មានអីពិបាកទេសូម្បីតែឡើងកម្មចរាចុះឡើងពីសាលារៀនឬក៏ក្នុងផ្ទះរបស់យើងផ្ទាល់ក៏យើងហៅថាការហាត់ប្រាណដែរហើយមួយវិញទៀតអ្វីដែលខ្ញុំឃើញបងប្អូនដូចបខំខ្លួនឯងពេកគាត់រៀនឡើងអត់បានគេងភាគច្រើនខ្ញុំ share tip ទៅកាន់បងប្អូនដែលគាត់បានសួរខ្ញុំថាហត់គេងមួយគេងគឺគេងតែអ្វីសំខាន់ពេលភ្ញាក់ពីគេងធ្វើអីតទៀតអាហ្នឹងសំខាន់បំផុតមកព្រោះងុយគេងធ្វើលំហាត់ប្រាណងុយគេងប្រាអត់បានផលទេពួកអីវាដូចអត់ចូលនិយាយទៅយើងបខំពេកចឹងទៅវាធ្វើឲ្យយើងវាបាត់បង់អារបៀបអារម្មណ៍មួយដែលយើងផ្ដោតទៅលើរឿងហ្នឹងចឹងហ៎បង Yes បងចង់មកថាបើហត់គេងងុយគេងសំខាន់ភ្ញាក់ពីគេងតែយើងនឹងធ្វើអីតទៀតបើមិនចឹងទេរៀនតាំងអក្សរកវៈសំខាន់គេងអស់ហើយ15នាទី30នាទីអីងើបឡើងមកវិញហ្មងតែបើមកថាយើងគេងរហូតដល់1ម៉ោង2ម៉ោងអាហ្នឹងតើមើលខ្លួនឯងទៀតបើចង់គេងលើក្រោយដាក់ម៉ោងរព្រោះម៉ោង2ម៉ោងវាហួសពេកបើអ្នកពេកច្រើនដែរគេងពេលថ្ងៃ1ម៉ោង2ម៉ោងអាហ្នឹងអត់កើតទេ15នាទី30នាទីអីបានចាបងចាអញ្ចឹងខ្ញុំមាន5 tip ប៉ុណ្្នឹងបងអូខេបងចាអូដោយសារតែពេលហ្នឹងបងរៀនជាមួយនឹងអនឡាញត្រូវទេបងចុះចំពោះរៀនគួរវិញបងធ្វើមិនដែរបងចាបងក៏ប៉ិតចំពោះការរៀនគួរបើតាក់ទងទៅនឹងថ្នាក់ទី12ហ្មងណាចាដំបូងរៀនជាប់លាប់រៀនតាំងគណិតរៀនតាំងរូបតាំងគីមីតាំងជីវៈតាំងប្រវត្តិតាំងខ្មែរទៀតនិយាយទៅរៀនទាំងអស់អត់តែមុខវិជ្ជាអត់តែអង់គ្លេសឈប់ទៀតតែអញ្ចឹងការដំបូងហ្នឹងគឺរៀនទាំងអស់តែបន្ទាប់មកទៀតចាប់ដើមពីអនឡាញហ្នឹងចាប់ដើមប្រឡែងដៃរៀនតែគណិតរៀនតែរូបរៀនតែគីមីហ្មងអញ្ចឹងជីវៈប្រវត្តិហើយភាសាខ្មែរហ្នឹងឡើងរៀនដោយសារយើងទុកគិតថាខ្ញុំត្រូវការស្វ័យសិក្សាខ្លួនឯងច្រើនជាងពេលនេះខ្ញុំដាក់គោលដៅឲ្យថាតើគួរតែរៀនគួរយកពេលនឹងរៀនគួរឬក៏យកពេលនឹងមកស្វ័យសិក្សាខ្លួនឯងចឹងអានេះវាអាស្រ័យទៅលើបងប្អូនទេតើបងប្អូនបើសម្រេចចិត្តថាអូខ្ញុំដូចជាត្រូវការមុខជំនាញហ្នឹងប្រឹងមុខជំនាញហ្នឹងបន្ថែមរៀនទៅដូចជារៀនគួររកចំណុចខ្វះខាតអត់ឃើញទេរកចំណុចអវិជ្ជមានវាអត់ឃើញទេចឹងវាជាចំណុចល្អហ្មងសម្រាប់ថារកចំណុចអវិជ្ជមានគឺរកអត់ឃើញទេក្នុងការរៀនគួរចឹងបើយើងមានពេលគឺគួរតែរៀនប៉ុន្តែដោយសារតែខ្ញុំដឹងខ្លួនឯងច្បាស់ថាបើខ្ញុំយកពេលទៅរៀនទៀតខ្ញុំអត់ពេលស្វ័យសិក្សាខ្លួនឯងព្រោះមួយថ្ងៃ at least ត្រូវរៀន2ម៉ោងចានៅរៀនរត់ផងនៅរៀនគួរផងចឹងតែខ្ញុំមានពេលណាមកស្វ័យសិក្សាឯងទៀតហើយបើស្វ័យសិក្សាពេលយប់ចង់បាន1ម៉ោង2ម៉ោងចុងក្រោយនៅចឹងខ្ញុំសម្រេចចិត្តថារៀនគួរតែគណិតរូបគីមីនឹងទេមកវិជ្ជា3ទៀតគឺខ្ញុំទិញសភៅយកមកមើលខ្លួនឯងសុំវិញ្ញាសាពីមិត្តភ័ក្តិយកមកមើលដែរប៉ុន្តែវាអាស្រ័យទៅលើបងប្អូនដែរបើបងប្អូនគិតថាមានពេលច្រើនក្នុងការរៀនឬក៏ចង់ពង្រឹងទៅលើមុខជំនាញនឹងបន្ថែមហើយស្វ័យសិក្សាខ្លួនឯង1ម៉ោង2ម៉ោងក្រៅកាត់គឺអាស្រ័យទៅលើបងប្អូនដែរចាបងមួយវិញទៀតបងចំពោះអ្នកវិទ្យាសាស្ត្រភាគច្រើនគឺគេតែងតែលើករឿងជាមួយនឹងជីវវិទ្យាថាអូយទិញមិនទៅបានចាំហើយមើលមិនទៅបាន
ដឹងតែយើងធៀមខ្លួនថាអូដឹងតែចេះហ្មងហើយដល់ថ្ងៃប្រឡងបាក់ឌុបហ្នឹង ចាបងក៏ប៉ុន្តែជំរឿសដែលខ្ញុំចូលរើវិទ្យាសាស្ត្រហ្នឹងសឹងតែថាជាការដែលមិត្តភ័ក្ដិយើងប្រាប់បំពុះបំពល់ថាតើបានអេយកវិទ្យាសាស្ត្រ ចាបង បើឲ្យខ្ញុំបន្ទិញគឺខ្ញុំស្រឡាញ់ខ្មុកគ្រូជាតិបន្ទិញវិញជាងដោយសារយើងអ្នកដូចជាខ្ញុំប្រាប់បងដែរយើងអ្នកអានស្រាប់ចុះអានេះងាយស្រួលចាំហើយទៅពេលយើងអានសភៅទៅយើងប៉ះចំថាត្រូវដើរឲ្យទាន់សម័យ technology មិនអញ្ចឹងទេនៅក្រោយគេអញ្ចឹងខ្ញុំ apply ការអានសភៅរបស់ខ្ញុំហ្នឹងជាមួយនឹងការរៀនរបស់ខ្ញុំផ្ទាល់ហ្មងដោយសារយើងមានទូរស័ព្ទទៅណាក៏ទូរស័ព្ទតាមខ្លួនដែរហើយមុនមកបើសភៅតាមខ្លួនយើងអត់ឃើញតែបើទូរស័ព្ទគឺដាក់តាមកប៉ៅរហូតហ្មង ចា អញ្ចឹងគឺពេលដែលយើងអានមេរៀនជីវៈគឺវាមានតាមមេរៀនទី1ទី2តាមចម្ពោះអញ្ចឹងទៅអញ្ចឹងវិធីសាស្ត្រដែលខ្ញុំធ្វើហ្នឹងភាគច្រើនគឺខ្ញុំអានវាចូលក្នុងទូរស័ព្ទអានវាទៅតាមមេរៀនខ្ញុំដាក់អានវាចាប់មកមេរៀនទី1ឈ្មោះមេរៀនរបស់វាអញ្ចឹងទៅអញ្ចឹងពេលដែលជិះម៉ូតូភាគច្រើនយើងជិះម៉ូតូទៅរៀនឬក៏បងប្អូនជិះ PSF ជិះឡានអីទៅរៀនខ្លួនឯងហ្នឹងបើកវាស្ដាប់ហើយនិយាយថាតាមអញ្ចឹងដូចបាត់ចម្រៀងអញ្ចឹងនិយាយរហូតដល់អណ្ដាតខ្ញុំហ្នឹងគឺអាលាស់អានលឿនជាងការ record ហ្នឹងទៀតអញ្ចឹងដល់ពេលដែលយើងសង្កត់ថាអានលឿនជាងការ record ហ្នឹងហើយបាទខ្ញុំមកអង្គុយមើលមេរៀនហើយថាតើនេះគឺអាស្រ័យទៅលើបងប្អូនដែរតើគាត់ទន្ទិញមេរៀនឆាប់ចាំនៅពេលព្រឹកជាងឬក៏នៅពេលយប់ជាងបើសម្រាប់ខ្ញុំទិញពេលយប់អត់កើតទេបងអានចូលទី1មកចូលទី3ហើយដល់ពេលយប់អញ្ចឹងតើទន្ទិញពេលព្រឹកគឺអាចភ្នាក់មក3មក4ក៏នៅតែទន្ទិញកើតដែរតែបើឲ្យទិញពេលយប់អត់កើតសោះបងអានចូលទី1ទៅចូលទី5អីក៏មានដែរហើយសម័យរូបភាពអត់សម័យចេញជុំជីទុកគេអីអត់កើតបងយើងសម័យលើរំជាងថាចេញរូបដើមឈើចេញរូបស្បែកមានប្រហែលសន្ទាប់ខួរក្បាលពីឆ្អឹងខ្នងទៅណាអត់ឃើញហ្នឹងស៊ូស៊ីនេះរឿងប៉ិនហ្មងបងប៉ិនគឺគាត់អត់ឃើញទេអញ្ចឹងអ្វីដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំមកទិញពេលព្រឹកវិញអញ្ចឹងមិនទិញពេលព្រឹកអូខេជួរទី1ដឹងជួរទី1ហើយបើទិញអត់ចាំទេរៀងសម័យជារូបភាពឬក៏បើនិយាយពីស្បែកអញ្ចឹងចេះតែគូយកបិចគូលើដៃខ្លួនអានេះស្ទប់ទី1អានេះស្ទប់ទី2អានេះស្ទប់ទី3អញ្ចឹងទៅហើយបើខួរក្បាលវិញនិយាយពីខួរឆ្អឹងខ្នងអញ្ចឹងចេះតែរហូតដូចអញ្ចឹងអីចឹងអូសម័យតាមហ្នឹង តែបងធីបម៉ៃរបៀបថាដូចប្លែកហើយមួយមើលទៅដូចរបៀបថាវាគួរឲ្យចាប់អារម្មណ៍ ចាបង ព្រោះអត់ដែរឃើញណាគេ share ទៅអត់ទេមែនតើបង ព្រោះយើង apply សម័យ technology មួយ ចាបង អ្វីដែលយើងកំពុងតែរៀនសប្តាហ៍ថ្ងៃហ្មងព្រោះយើងអានសភៅទៅគេថាត្រូវដែរតនសម័យអញ្ចឹងគេមានបទចម្រៀងហើយអញ្ចឹងយើងអានមេរៀនខ្លួនឯងហើយ record ហើយស្ដាប់តាមរហូតដល់អណ្ដាតយើងអានលាស់ហ្មងហើយមានបងប្អូនសួរថាបងខ្ញុំអត់ចេះស្ដាប់សំឡេងខ្លួនឯងទេផឹងស្ដាប់និយាយទៅបើកចិត្តចាបើកចិត្តបើកស្ដាប់ទៅហើយយើងអានថាតាមទៅក៏ពិតយើងអត់មានឲ្យអ្នកគេស្ដាប់ទេ ស្ដាប់តែខ្លួនឯង បើកាត់ពេលដែលជិះម៉ូតូគាត់ទៅជិះម៉ូតូទៅរៀនគួរមកផ្ទះវិញជិះទៅសាលាហ្នឹងគឺចំណាយពេល at least កន្លះម៉ោងឬក៏1ម៉ោងក្នុងមួយថ្ងៃអញ្ចឹងបើយកពេលហ្នឹងស្ដាប់គឺបានច្រើនណាស់អញ្ចឹងរីកមិនឲ្យបងប្អូនទិញកាសស្ដាប់តែស្ដាប់តែមិនចាហៀងមកណាយ៉ាត់ពេលគេក៏ play អីអត់លឺចាអញ្ចឹងស្ដាប់តែមិនចាហៀងហើយនិយាយថាតាមបងនេះ tip ជីវៈហ្មងបងនេះតើតទៅនឹងការទិញសំណួរ បងអាចជួយប្រាប់ពីបញ្ហាប្រឈមដែលបងធ្លាប់ជួបជាមួយនឹងការដែលរៀនទី12ហើយបងគាត់ថាអូវាពិបាកសម្រាប់បងហ្នឹងបង ចាបងក៏ពិតទៅចំពោះបញ្ហាប្រឈមអាចនិយាយបានថាដោយសារតយើងជាអ្នកដែលរៀនស្រាប់ដែរអញ្ចឹងអ្វីដែលជាបញ្ហាប្រឈមទី1ដែលខ្ញុំឃើញហ្នឹងគឺ time management ការគ្រប់គ្រងពេលវេលាហ្នឹងគឺរៀងពិបាកខ្លាំងមែនតើព្រោះពេលខ្លះដាក់ការភាគទៅវាអត់ទៅតាមអ្វីដែលខ្លួនឯងដាក់ហ្មងអញ្ចឹងអានេះខ្ញុំចង់ប្រាប់បងប្អូនដែរថាពេលខ្លះវាអត់ទៅតាមអ្វីដែលយើងរំពឹងទុកទេចេះបត់បែនទៅតាមកលៈទេសៈផងដែរប៉ុន្តែអ្វីដែលខ្ញុំឃើញជាបញ្ហាប្រឈមសម្រាប់បងប្អូនទៀតអានេះសម្រាប់ខ្ញុំមួយគឺមានតែ time management នេះប៉ុន្តែមួយទៀតដែលគិតថាខ្ញុំគិតថាវាសេរីបងប្អូនដែរហ្នឹងអាចថាវិញគោលដៅខ្ជិលហើយនៅអត់ធ្វើសកម្មភាពខ្ញុំគិតថាណាក៏ជួបដែរណាក៏ជួបដែរនិយាយទៅតែនិយាយតែពាក្យខ្ជិលមួយម៉ាត់ហើយគឺនីតិ A ហ្នឹងដឹងបាត់បង់ហើយព្រោះគេនិយាយថាផ្លូវទៅកាន់ភាពជោគជ័យគឺគ្មានដានជើងអ្នកខ្ជិលទេអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំយកឃើញបញ្ហាប្រឈមអាធំជាងគេហ្មងគឺភាពខ្ជិលអញ្ចឹងពេលខ្លះដូចបងប្អូនខ្ញុំនៅបន្ទប់មួយបងប្អូនអញ្ចឹងបងប្អូនពងមើលរឿងអញ្ចឹងខ្ញុំចិត្តមើលរឿងស្រាប់បាច់គាត់ហើយក៏ខ្ញុំទៅមើលដែរហើយសុកខុសម៉ោងរៀងគួរបាទទៅសុកខុសម៉ោងធ្វើកិច្ចការកណ្ដាទៀតបាទអញ្ចឹងមានគោលដៅតែអត់ធ្វើតាមឯងកន្លែងទៅជក់មើលរឿងព្រោះរាងកាយរបស់យើងគឺវាចង់តែស្រួលវាចង់តែសុបាយវាអត់ចង់ឲ្យយើងទៅមើលមេរៀនទាំងអស់ហ្នឹងទេអញ្ចឹងខ្ញុំគិតថាដំណោះស្រាយដែលអាចជួយទៅលើបញ្ហានេះបានគឺគាត់ត្រូវតែដាស់តឿនខ្លួនឯងរហូតហ្មងអញ្ចឹងទី1គឺអាចថាគាត់បិទក្រាស់លើអញ្ចឹងឬក៏ពាក្យបរិបត្តិអីហ៎បងខ្ញុំគិតថាបើបងប្អូនទៅឆែកមើលសិស្សច្បងផ្សេងទៀតក៏គាត់តែងតែនិយាយដែរឲ្យនិយាយពាក្យអ្វីនិយាយពាក្យវិជ្ជាទៅកាន់ខ្លួនឯងខ្ញុំជាសិស្សនិតិអរគុណម៉ាក់ប៉ាលោកគ្រូអ្នកគ្រូដែលជួយខិតខំប្រឹងប្រែងប្រហាត់បរៀនអញ្ចឹងគ្រាន់តែនិយាយពាក្យដឹងមួយវាអាចដាស់តឿនឲ្យយើងបាទហើយមួយទៀតត្រូវសួរខ្លួនឯងថាចង់បាននិតិអត្រូវធ្វើសកម្មភាពទៅតាមសិស្សនិតិអញ្ចឹងត្រូវសួរខ្លួនឯងថាតើសកម្មភាពខ្ញុំសប្តាហ៍ថ្ងៃហ្នឹងដូចសិស្សនិតិអនៅឆ្លើយតែមួយម៉ាត់គឺចម្លើយមកអត់ផង
ខ្ញុំនៅលេងហ្គេមឡើយខ្ញុំអត់ស័ក្តិសមនឹងគួរការទេខ្ញុំនៅមើលរឿងឡើយខ្ញុំកេងច្រើនពេកខ្ញុំអត់បានចំណាយពេលលើការសិក្សាខ្ញុំដើរលេងច្រើនពេកអញ្ចឹងសំណួរបែបហ្នឹងគឺត្រូវឆ្លើយមកកាន់ខ្លួនឯងហើយសួរមកកាន់ខ្លួនឯងដែរទៀតតើសកម្មភាពដែលយើងធ្វើសប្តាហ៍ថ្ងៃហ្នឹងស័ក្តិសមនឹងការទទួលបានទេអីនៅបើដឹងថាអត់ទាន់ស័ក្តិសមទេផ្លាប់ដូរវាចេញភ្លាមហើយសំណួរមួយទៀតដែលខ្ញុំសួរឲ្យតែងតែដាស់តឿនខ្លួនឯងហ្នឹង do I deserve to graduate A ថាខ្ញុំស័ក្តិសមនឹងការទទួលបាននីតិ A អញ្ចឹងចម្លើយមកភាគច្រើនអូខ្ញុំអត់ទាន់ស័ក្តិសមទេដោយសារខ្ញុំនៅអត់ទាន់ចេះមេរៀនជីវៈខ្ញុំអត់ចេះប្រវត្តិខ្ញុំអត់ចេះខ្ញុំអត់ទាន់មើលមានឲ្យអស់ហ្មងប៉ុន្តែនៅពេលណាដែលយើងឆ្លើយថាអូខ្ញុំស័ក្តិសមនឹងការទទួលបាននីតិ A ហើយនីតិ A ហ្នឹងគួរតែសមជារបស់ខ្ញុំអាហ្នឹងបានន័យថាបងប្អូនធ្លាមខ្លួនបានលូតលាស់ហើយប៉ុន្តែត្រូវសួរខ្លួនឯងជានិច្ចនៅពេលដែលខ្លួនឯងភ្លេចខ្លួនណាចឹងគួរតែបិទក្រាស់ហ្នឹងលើអញ្ចឹងឬក៏អាចថាមានឲ្យម៉ាក់ប៉ាសួរមកយើងឲ្យដែរចឹងទៅបងតែគោលដៅអ្វីដែលដាស់តឿនខ្ញុំធំបំផុតដោយសារពេលដែលយើងអង្គុយរៀនអញ្ចឹងម៉ាក់ប៉ាគាត់មកប្រាប់ថាម៉ាក់ប៉ាដែរទូបាននីតិ A ទេចឹងកុំភ្លេចយកនីតិ A ម៉ាក់ប៉ាផង something អញ្ចឹងពេលហ្នឹងខ្ញុំទៅសេក្រាស់មួយដាក់ថា Mom and Dad don't worry I'll get it for you ម៉ាក់ប៉ាកុំបារម្ភចាំខ្ញុំយកឲ្យអ្នកទាំងពីរហើយទីបំផុតក៏អាចយកឲ្យពួកគាត់បានមែនចាអាហ្នឹងកម្លាំងចិត្តធំបំផុតមកពីម៉ាក់ប៉ាមួយអពុនបងខ្លះគេថាចុះបងអត់មានសម្ពាធទេនៅពេលដែលគាត់ចង់ឲ្យយើងបាននីតិ A បែបនេះគឺអត់សមហ្មងព្រោះពេលដែលខ្ញុំរៀនអនឡាញ24ម៉ោងត្រូវនៅលើកុំព្យូទ័រនៅលើទូរស័ព្ទផ្នែករបស់ខ្ញុំទាំងពីរហ្នឹងគឺចាប់ដើមមើលអត់សូវឃើញចឹងណាបងអញ្ចឹងគាត់ថាជប់រៀនសិនហើយទេ A មិនសំខាន់ទេសំខាន់សងផ្នែកប៉ាទាំងសងខាងមកវិញអញ្ចឹងពេលហ្នឹងគឺរៀងឆ្ងល់គាត់ប៉ាអត់ឲ្យរៀនទេហើយអត់ឲ្យមើលទូរស័ព្ទអត់ឲ្យចូលរៀនប៉ាចង់បាន A តែទៅពេលដែលកូនបានប៉ាសប្បាយចិត្តចុំចឹងគាត់ចង់បានន័យថាមិនពេលហ្នឹងចង់ឆ្ងល់គាត់ទៀតពេលដែលយើងឈឺគាត់ឲ្យយើងសម្រាកតែទៅពេលដែលយើងខិតខំប្រឹងប្រែងគាត់ក៏អបអរសាទរមួយយើងដែរក៏ប៉ុន្តែពេលដែលខ្ញុំនៅរៀនហ្នឹងគឺខ្ញុំសួរគាត់រហូតតែចម្លើយអត់ដែរបានទេតែពេលឥឡូវបានដឹងថាមកពីហេតុអីពេលដែលយើងឈឺបានគាត់ឲ្យយើងសម្រាកតែពេលបាននីតិ A គាត់អបអរសាទរមួយយើងដែរអញ្ចឹងពេលសុខភាពគឺសំខាន់ព្រោះប៉ាម៉ាក់គាត់អត់ដែរចង់ឲ្យយើងឈឺទេអញ្ចឹងគាត់តែឮថាយើងឈឺពឹកគាត់ឲ្យយើងស្ដាប់ទៅបើកមេរៀនឲ្យបងអូនអានមេរៀនស្ដាប់វិញទៅកុំតើណាមើលទូរស័ព្ទអីព្រោះយើងក្តៅមែនតើហ្មងបងគ្រាន់ហ៊ានបើកភ្នែកមកគឺទឹកភ្នែកហូរមកអត់មានមូលហេតុហ្មងហើយមើលគាត់អីចឹងពីមុខផ្ទះទៅផ្លូវដែលគាត់ដើរចឹងមើលប៉ាលេងឃើញមកព្រិលហ្មងចឹងគាត់ប្រាប់ថាឈប់មើលសិនហើយទៅស្អំទៅកទិញថ្នាំមកលាបភ្នែកអីចឹងទៅបងចាចឹងសុខភាពគឺសំខាន់បំផុតដែរសំខាន់ប៉ាម៉ាក់គឺគាត់តែងតែគ្រប់គ្រងបងជានិច្ចហ្មងចាទោះបីជាគាត់ចង់បានឲ្យបងចង់បាននីតិ A ក៏គាត់នៅតែបារម្ភពីបងថាឲ្យបងសម្រាប់ខ្លះទៅអីចឹងទៅបងណាមួយវិញទៀតបងសម្រាប់សិស្សខ្លះដែលគាត់យកជាមួយនឹងមុខវិជ្ជាសាស្ត្រសង្គមឬមួយក៏វិជ្ជាសាស្ត្រពិតប៉ុន្តែនៅក្នុងមុខវិជ្ជាហ្នឹងយើងដឹងហើយមាន4 5មុខវិជ្ជាអីចឹងទៅតែអ្នកខ្លះគាត់ថាអា2 3មុខវិជ្ជាទៀតក៏អត់សូវចូលចិត្តទេអញ្ចឹងក៏អត់សូវខំអញ្ចឹង Okay yes ក៏ពិតទៅក្នុងការរៀនវាតែងតែមានបែបហ្នឹងហើយបងមានសិស្សណាដែលគាត់ប៉ាកែគ្រប់មុខហ្មងបងគឺសឹងតែអត់មានកម្រតែកម្រព្រោះឧទាហរណ៍បើមិត្តរួមថ្នាក់ខ្លះអ្នកខ្លះគាត់ចូលចិត្តរៀនចាប៉ុន្តែគាត់អត់ចូលចិត្តការងារអីផ្សេងទេប៉ុន្តែមួយចំនួនទៀតអត់ចូលចិត្តរៀនប៉ុន្តែគាត់ប្រកែកខាងអីផ្សេងអញ្ចឹងគឺសង្កត់ថាគ្មានអ្នកណាចូលចិត្តអីគ្រប់មុខដូចគ្នាសោះហ្មងណាបងចាបងសម្រាប់ខ្ញុំក៏ខ្ញុំមានមុខជំនាញដែលខ្ញុំពេញចិត្តផ្ទាល់ខ្លួនដែរក៏មានមុខជំនាញខ្លះដែលខ្ញុំអត់សូវចង់រៀនវាប្រមាថដូចគ្នាដោយសារមុខជាងដូចរៀងស្មុគស្មាញអត់ឆាប់យល់អីចឹងទៅមុខជំនាញដែលមុខវិជ្ជាដែលខ្ញុំស្រឡាញ់ជាងគេហ្មងរូបវិជ្ជាបងចាបងព្រោះប្រឡងអត់ដែរបាន70ចុះក្រោម70បាំងរហូតហើយពេលនោះបាន73តវ៉ាគ្រូយកមកបន្ទុក74ឬ75វិញទៀតព្រោះពេលនេះយើងប្រឡងសិស្សបកាយថ្នាក់ទី9ហើយគ្រាន់តែជាប់ចិត្តលេខ5ឯងជាប់សិស្សបកាយតែគាត់ថាអូខ្ញុំបកាយរូបចុងប្រងរៀងរូបតាំងពីដើមមកហ្មងអញ្ចឹងរូបហ្នឹងគឺស៊ីដាច់ហ្មងបង74ឬ75តគ្រូឲ្យ73ក៏តវ៉ាយកមកបន្ទុកហ្នឹងវិញដែរនេះក៏បាន74ឬ75ហ្មងស្លាញ់រូបជាងគេប៉ុន្តែមុខវិជ្ជាផ្សេងទៀតក៏ស្រឡាញ់ដូចគ្នាប៉ុន្តែអត់ស្រឡាញ់ខ្លាំងដូចរូបគេចារូបហ្នឹងឲ្យរៀន5ម៉ោងក៏នៅនឹង5ម៉ោងបានដែរតែមុខវិជ្ជាផ្សេងទៀតតដាក់ម៉ោងកំណត់ថានេះត្រូវរៀន1ម៉ោងនេះត្រូវរៀន2ម៉ោងទៅតាមមុខជំនាញហ្នឹងទៅប៉ុន្តែបើបងប្អូនគាត់មានអារម្មណ៍ថាមុខវិជ្ជាផ្សេងទៀតគាត់អត់សូវពេញចិត្តទេអានោះដោយសារតែគាត់ទៅមុខអត់កើតអត់ទៅរៀនអត់ចេះហ្មងគ្រូស្ដាប់គ្រូយល់មិនក៏ទៅអត់កើតមើល YouTube មិនក៏មើលអត់កើតអញ្ចឹងទៅមិនធ្វើឲ្យគាត់គិតថាដូចជាមុខវិជ្ជានេះខ្ញុំពិបាកយល់អត់ស្រឡាញ់ហ្មងចាអត់ស្លាញ់ដោយសារតែយើងទៅមុខអត់កើតចាបងខ្ញុំចង់សួរបងប្អូនវិញថាតើបានប្រឹងអស់ពីសមត្ថភាពនៅគ្រាន់តែសំណួរដែលថាប្រឹងអស់ពីសមត្ថភាពអាចឲ្យខ្ញុំធ្វើរឿងអីបន្តទៀតបានហ្មងនៅពេលដែលខ្ញុំគិតថាតែសង្ស័យខ្លួនឯងតើពេលដែលខ្ញុំនិយាយថាខ្ញុំទទួលបានត្រូវការយកអន្តេ A ហ្នឹងតើអាចយកអន្តេ A វិញបានអត់អញ្ចឹងប៉ាគាត់ពេលហ្នឹងសំណួរហ្នឹងបានមកពីប៉ាដែរប៉ាគាត់សួរថាខ្លួនឯងបានប្រឹងអស់ពីសមត្ថភាពនៅឲ្យតែប្រឹងអស់ពីសមត្ថភាពអត់មានបញ្ហាទេឲ្យតែប្រឹងអស់ពីសមត្ថភាពនីតិអីក៏ប៉ាទទួលយកកូនក៏ទទួលយកទៅដោយសារយើងប្រឹងអស់ពីសមត្ថភាពអីអញ្ចឹងត្រឡប់មកវិញ
សួរតែប្រមាថតើសប្តាហ៍ថ្ងៃហ្នឹងរៀនហ្នឹងអស់ប្រឹងអស់ពីសមត្ថភាពនៅសិក្សាមើលក្នុង YouTube ហ្នឹងដល់យកចិត្តទុកដាក់ឬក៏គ្រាន់បើកមើលហើយអង្គុយមើលចាអូអត់យល់អត់មានបានយកសភៅមកកត់អត់មានបានយកទៅសួរគ្រូអត់មានបានយកទៅសួរមិត្តភ័ក្តិតើប្រឹងអស់ពីសមត្ថភាពមែនអត់អញ្ចឹងប្រមុខវិជ្ជាណាមួយដែលអត់ចេះមែនណាទី1សួរលោកគ្រូអ្នកគ្រូសួរមិត្តភ័ក្តិ YouTube តែសភៅយកមកមើលខ្លួនឯងខ្ញុំគិតថាមុខវិជ្ជាណាក៏អាចទៅមុខរួចដែរគ្រាន់ថាបើគេដើរយើងក៏រត់បើរត់ថាអត់ដល់គេទៀតតើតែយើងហត់ទៅទៀតអញ្ចឹងគឺត្រូវប្រឹងរៀនឲ្យខ្លាំងលើសគេហ្មងក៏ពិតពេលហ្នឹងគឺមុខសម្រាប់មុខវិជ្ជាគណិតទេបងខ្ញុំត្រូវប្រឡងអាហារូបករណ៍ប៉ុន្តែគ្រូអត់ទាន់ហ៊ានចាប់នេះរៀននេះអញ្ចឹងគ្រាន់យើងគិតថាអូចុះទៅប្រឡង scholarship មួយគេអញ្ចឹងជាប់អត់បើគ្រូយើងអត់ទាន់ហ៊ានចាប់នេះរៀនហ្នឹងខ្ញុំសុខចិត្តលេខថាគេម៉ោង 2:10 តែភ្ញាក់ម៉ោង 3 មកមើលមេរៀនធ្វើមិនរៀនមេរៀនគណិតឲ្យទាន់មុខវិជ្ជាផ្សេងឲ្យទាន់ដើម្បីអាចប្រឡងអាហារូបករណ៍បានចា៎ហើយបើខ្ញុំនៅតែគិតថាអូមុខវិជ្ជាគណិតហ្នឹងខ្ញុំអត់ចេះផងធ្វើបើខ្ញុំអាចប្រឡង scholarship តាន់គេអាហ្នឹងគឺចាប់បាត់តែដោយសារតែខ្ញុំបានប្រឹងអស់ពីសមត្ថភាពប្រកបហ្មងសុខចិត្តកាត់បន្ថយពេលគេហើយពិបាកខ្លាំងមែនតើអត់មានគេលើពុកទៀតគេលើតុកភ្ញាក់មកវិញគេលើតុកអីទៅគឺភ្ញាក់ងើបធ្វើលំហាត់តចឹងរហូតហ្មងដោយសារយើងគិតថាទ្រាំតែមួយពេលទេទីទៀតគឺផុតរួចអស់ហើយយើងចាំពាក្យមួយនេះ tip មួយសម្រាប់ខ្ញុំនិយាយពាក្យថា this too shall pass ទីទៀតវាផុតហើយចឹងតែផុតហើយវាផុតអស់ហើយលែងធ្វើចឹងទៅហើយចឹងឥឡូវហ្នឹងគឺតើមានឱកាសផងអស់ពីសមត្ថភាពទីទៀតចង់ត្រឡប់ទៅវិញក៏អារម្មណ៍ទៅលែងដូចមុនដែរចាអាចទៅវិញបានដែរចាអញ្ចឹងមានតែប្រឹងអស់ពីសមត្ថភាពសួរខ្លួនឯងថាតើរៀននឹងអស់ពីសមត្ថភាពពិតប្រាកដមែនអត់ yes បងអូខេបងអញ្ចឹងបងមានពាក្យពេចន៍អីសម្រាប់លើកទឹកចិត្តដល់បងប្អូនសិស្សានុសិស្សឬមួយក៏បងប្អូនទី12ដែលគាត់ចិត្តប្រឡងនៅពេលឆាប់នេះហ៎បងចាអញ្ចឹងពាក្យពេចន៍ចុងក្រោយដែលបងមានទៅកាន់បងប្អូនទាំងអស់គ្នាមានតែសួរមួយសំណួរទៅកាន់ខ្លួនឯងDo I deserve to get grade A តើខ្លួនឯងស័ក្តិសមនឹងការទទួលបាននីតិ A អត់បើគិតថាអូ A ធំមកបងអញ្ចឹងមកជាប់អញ្ចឹងតើខ្លួនឯងនឹងស័ក្តិសមនឹងការជួបនីតិ A នឹងអត់ឬក៏ស័ក្តិសមនឹងការជួបបាក់ឌុបនឹងអត់បើស័ក្តិសមមកពីហេតុអីបើមិនស័ក្តិសមមកពីហេតុអីហើយត្រូវឆ្លើយទៅកាន់ខ្លួនឯងដែរថាអូខ្ញុំស័ក្តិសមនឹងការទទួលបាននីតិ A ដោយសារតែខ្ញុំបានរៀនតាំងព្រឹកទល់ថ្ងៃខ្ញុំអត់លេងហ្គេមខ្ញុំអត់មើលទូរស័ព្ទជីវៈក៏ខ្ញុំចេះប្រវត្តិក៏ខ្ញុំចេះអង់គ្លេសក៏ខ្ញុំចេះឲ្យអស់ហើយដែរអញ្ចឹងហើយបានជានីតិ A គួរតែជារបស់ខ្ញុំហើយខ្ញុំស័ក្តិសមនឹងការទទួលបាននីតិ A ប៉ុន្តែមួយទៀតបងប្អូនក៏ត្រូវតែដឹងដែរថា focus on what you can control not what you can't control ផ្ដោតទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានណាកុំផ្ដោតទៅលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានអញ្ចឹងនៅពេលដែលយើងទៅប្រឡងបាក់ឌុបតើអ្វីដែលយើងអាចគ្រប់គ្រងបានគ្រូកែបន្ទុកតើបន្ទុកនីតិ A 100 លើ 100 99 លើ 100 ហ្នឹងយើងអ្នកកែខ្លួនឯងមែនយើងអាចគ្រប់គ្រងវាបានមែនអញ្ចឹងបន្ទុកហ្នឹងយើងអាចគ្រប់គ្រងវាបានទេប៉ុន្តែអ្វីដែលយើងអាចគ្រប់គ្រងបាននៅពេលដែលយើងប្រឡងហ្នឹងគឺការដែលយើងសរសេរឲ្យពេញក្រាស់ហ្នឹងបើបងប្អូនចង់បាននីតិ A គឺត្រូវតែសរសេរហាមចន្លោះសូម្បីតែមកសំណួរហ្មងមកសំណួរក៏អត់ឲ្យនៅសល់ដែរតែកាលណាយើងភ្លេចមកសំណួរហើយបោះបង់គំនិតនីតិ A នឹងចោលទៅប៉ុន្តែឥឡូវយើងអត់ទាន់ប្រឡងទេអញ្ចឹងត្រូវដឹងខ្លួនឯងដែរថាបើចង់បាននីតិ A ត្រូវធ្វើឲ្យអស់ហាមចន្លោះសូម្បីតែមកសំណួរតើមានមកសំណួរមួយបាត់ហើយបោះបង់ទៅគំនិតដែលថានីតិ A ហ្នឹងគឺបោះបង់ចោលទៅអញ្ចឹងពេលនេះបងប្អូនត្រូវដឹងថាផ្ដោតទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានកុំផ្ដោតទៅលើអ្វីដែលយើងអត់អាចគ្រប់គ្រងបានបន្ទុកយើងអាចគ្រប់គ្រងបានទេអញ្ចឹងពេលដែលយើងប្រឡងចប់ហើយត្រូវនិយាយជាមួយកាន់ត្រូវនិយាយមកកាន់ខ្លួនឯងថាលទ្ធផលបែបណាក៏ខ្ញុំនឹងទទួលយកវាដែរដោយសារតែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្ញុំហើយលទ្ធផលបែបណាក៏ខ្ញុំនឹងទទួលយកវាដែរដោយសារតែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយអ្វីដែលបងប្អូនត្រូវធ្វើគឺប្រឹងអស់ពីសមត្ថភាពព្រោះអ្វីដែលយើងប្រឹងមកតាំង12ឆ្នាំហ្នឹងគឺវាបានមកដល់ហើយនៅរយៈពេល2ថ្ងៃចុងក្រោយហ្នឹងអញ្ចឹងគឺត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពហើយ yes បងប្អូនប្រកាសជាអាចធ្វើបានឲ្យតែមានកម្លាំងចិត្តនៅក្នុងខ្លួនចាបងអញ្ចឹងអរគុណបងច្រើនមែនតើសម្រាប់ការចូលរួមជាមួយកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះហើយក៏អរគុណដល់ទស្សនិកជនដែលបានចំណាយពេលវេលាតាមដានជាមួយនឹងកិច្ចពិភាក្សារបស់យើងទាំងពីរនៅក្នុងថ្ងៃនេះហើយមួយវិញទៀតអ្នកទាំងអស់គ្នាកុំភ្លេចដោយសារតែយើងក៏មាន questions giveaway ផងដែរដែលភាគច្រើន question របស់យើងគឺចេញពីវាគ្មិនរបស់យើងផ្ទាល់តែម្ដងហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលរួមលេងទាំងអស់គ្នាដើម្បីទទួលបានរង្វាន់ផ្សេងដោយសារតែពេលវេលារបស់យើងក៏ឈានមកដល់ទីបញ្ចប់ដែរអញ្ចឹងសូមអរគុណដល់អ្នកទាំងអស់គ្នាហើយ we do talk every day with you សូមអរគុណនិងសូមគោរពលា